វល់មកមើលកូនចៅនៅក្រៅពីតំបន់អង្គរឆ្ងាយណាគួរតែលើកលែងឲ្យគ្នាធ្វើចការបានហើយធ្វើលបងបានណាហើយទ្រង់មិនទ្រង់ទាបានទៅអាណិតគាត់ព្រោះរាល់ដល់ពេលចិត្តដល់រដូវដែលខ្ញុំចោះមកនេះណាគិតចេះសំណុំពោពីខ្ញុំណាដល់យុទ្ធនាការគិតសំណុំពោពីខ្ញុំណាខ្ញុំកាន់ខាងក្រុមការងារហើយដើម្បីបរិងបាក់ដែរហើយក៏ខ្ញុំគិតសំណុំពោខ្ញុំថាឲ្យខ្ញុំនឹងជួយអ្នកណាសំណុំពោលោកទាវជាពលរដ្ឋទាំងអស់គ្នាថាអាណិតគាត់ផងគិតខ្ញុំវាដើរតាមផ្ទះហ្នឹងណាព្រោះខ្ញុំនេះខាងដើរសួរនាំប្រជាពលរដ្ឋហើយអ្នកណាខ្សត់អត់ខ្ញុំជូនអង្គជូនថតិកាណាដល់គាត់សំណុំពោឲ្យខ្ញុំជួយដើម្បីឲ្យដល់ថ្នាក់លើដឹងតំបន់2អីគួរតែស្គៀលចេញឲ្យប្រជាជននឹងមានផ្ទះនៅហើយឲ្យគាត់ធ្វើត្រង់មិនត្រង់ទាបានទៅគាត់ចិញ្ចឹមជីវិតគាត់កុំឲ្យគាត់ចេះទៅថៃដល់ទៅថៃអញ្ចឹងប្រជាជនខ្មែរយើងនៅតំបន់2ទៅអស់ហើយមានណាដល់ខ្ញុំនេះដល់ពេលថ្ងៃខ្ញុំចោះយុទ្ធនាការរោគាត់តាមផ្ទះរោមិនឃើញផងដល់លេងតាមផ្ទះមកសួរសុខទុក្ខគាត់ក៏អត់មានអញ្ចឹងក៏មានខ្លះគាត់សំណុំពោថាឲ្យធ្វើម៉េចឲ្យលោកជំទាវជួយផងទៅនឹងដល់សម្ដេចលោកឲ្យសម្ដេចលោកគាត់បទូបថយឲ្យរាហើយក៏មិនប៉ះពាល់អ្វីដល់អង្គរវត្តដែរវាឆ្ងាយពីអង្គរវាជាង10គីឡូយើងនិយាយអញ្ចឹងណាហើយក៏អត់មានប្រាសាទនៅទីនេះដែរអញ្ចឹងសូមឲ្យមកជំនាហ្នឹងគឺអាណិតអាសូរគាត់នៅតពាំងរុនបង្កោងស្រីមនន់អីហ្នឹងណាគឺអត់មានប្រាសាទទេជុំវិញនោះសិតតែផ្ទះប្រជាជនដល់នៅកដាលហ្នឹងបែរជាថាតំបន់2ហើយមិនឲ្យគ្នាធ្វើតុងមែនតុងទាហើយទៅដាំទៅណាទៅដកកាប់ផិនគ្នាដើមដូងក៏កាប់ផិនគ្នាខ្ទេចស្អីក៏កាប់ផិនគ្នាខ្ទេចទៅខ្ញុំនេះគេសំណុំពោខ្ញុំមិនដឹងថាម៉េចណាអញ្ចឹងខ្ញុំមានតែលើកដៃសំពះដល់សម្ដេចលោកដែលសម្ដេចលោកនេះដឹកនាំប្រទេសជាតិរុងរឿងថ្ងៃហ្នឹងសូមអង្វរហើយសម្ដេចទាំង4អង្គ5អង្គទាំងអស់ហ្នឹងជួយដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាបដើម្បីឲ្យអាជ្ញាធរឲ្យគាត់មានចំណុចណាដែលហាមឃាត់មិនឲ្យធ្វើចំណុចណាឲ្យមានធ្វើសុំមេត្តាអាណិតដល់គាត់ឲ្យគាត់មានគេហៅថាធ្វើផ្ទះបានដាំដំណាំបានធ្វើលបងបានអញ្ចឹងណាខ្ញុំក៏អស់ចិត្តហើយព្រោះខ្ញុំជាអ្នកកើតនៅអង្គរវត្តមិនចង់ឲ្យឃើញខ្មែរគ្នាយើងហ្នឹងអត់ស៊ីអត់ឃ្លានអត់ទេសនៅទេណាយើងនៅក្បែរអង្គរយើងអាចធ្វើអីបានហើយចំណែកគ្នាប្រជាជននៅឆ្ងាយពីអង្គរជាង10គីឡូធ្វើអីមិនកើតជាអយុត្តិធម៌ចំពោះរាជណាខ្ញុំមិនថាចំពោះខ្ញុំមួយចំពោះរាជទាំងមូលនៅខេត្តសៀមរាបហ្នឹងហើយពីព្រោះគិតសុំក្តែងមិនបានឥឡូវថ្ងៃនេះខ្ញុំសុំទៅខេឡូវាទេវតាលោកជួយដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាបហ្នឹងខេឡូដៃម្រាមដៃ10ខ្ញុំបួងសួងដល់វិធុស័ក្តិសិទ្ធិទាំងឡាយជួយត្រួសត្រងដល់សម្ដេចលោកដឹកនាំប្រទេសជាតិរុងរឿងហើយជួយឲ្យសម្ដេចលោកជួយដល់រាជនៅខេត្តសៀមរាបឲ្យមានរស់នៅឲ្យសុខសាន្តកុំឲ្យកើតវេទនាណាសូម្បីធ្វើផ្ទះមិនបានហើយកើតមានដូចឧទាហរណ៍កើតមានកូន5ហើយផ្ទះកើត1សំធ្វើថ្មីមួយទៀតមិនបានហើយស្មាតោដល់ពេលគេរៀបការគេត្រូវបែកផ្ទះបែកសម្បោកអត់ឲ្យគ្នាធ្វើអីហើយឲ្យគ្នាតាំងពីណែការហើយគ្នាស្មាតោដល់ថ្ងៃគ្នាណែបំបីផ្ទះអីដល់គ្នាហាន់នីមូនហ្នឹងសំតនេហ្នឹងហើយហើយកតុកមានតាម៉ានមានអាម៉ែផងឪផងហើយកូនហ្នឹងមិនលួចមើលគ្នាព្រាតខ្ញុំលួចមើលគាត់អៀនគាត់ថាឪម៉ែនោះគាត់ថាដល់វើយើងមកមើលថ្នល់កូនគេសួរអាទុយសួរម៉ែទៅធ្វើអីមិនឃើញបងឯការួចគេត្រូវការធ្វើអីគ្នាគេទៅចោះកូនយើងមកថ្នល់ណែខ្ញុំអាណិតគាត់តំណគាត់និយាយមកខ្ញុំជាមនុស្សស្រីដូចគ្នាណាខ្ញុំទឹកភ្នែកខ្ញុំអលងខ្ញុំថាថ្ងៃណាមួយចាំពេលណាអាញាធរអប្សរាប៉ះពាល់កន្លែងខ្ញុំនឹងនិយាយទាំងអស់សុំវរអានឹងសុំវរណាសូមឲ្យសម្ដេចលោកឃើញជួយថងទៅហ្នឹងហើយខ្ញុំនិយាយដោយគេហៅថាអាក់អួលក្នុងចិត្តណាក្ដួលហ្នឹងហើយចាហើយចុះបើគ្នាការហើយគេចង់សំតនេឪម៉ែនៅក្រៅផ្ទះអាកូនគេអាណិតកូនណាដល់ពេលយើង
ជាមនុស្សដូចគ្នាហើយបើយើងមានផ្ទះថ្មនៅយើងមានកន្លែងតែដូចគ្នាអ្នកក្រមានស្អីចឹងអរគុណច្រើនក៏គ្មានអ្វីច្រើនទេខ្ញុំសូមចាមិញលោកជំទាវបាននិយាយថាទីតាំងរបស់លោកជំទាវហ្នឹងគឺបានធ្វើឡើងរយៈពេល10ឆ្នាំមកហើយណាលោកជំទាវចាជាង10ឆ្នាំហើយបាទហើយលោកជំទាវបាននិយាយថាលោកជំទាវបានសុំច្បាប់ទៅអាជ្ញាធរសារាច្រើនដងហើយតែអត់ដែលបានឲ្យអាជ្ញាតឲ្យមែនអត់ចាបាទចុះទីតាំងនេះតើលោកជំទាវធ្លាប់បានសុំច្បាប់ហើយនៅទីតាំងកន្លែងនេះខ្ញុំសុំតែជំនឿនមុនទេចាលោកមកក្រោយលោកអត់ដឹងទេទៅបើកឯកសារជំនឿនមុនទៅមានតាំងកាលណែឯកឧត្តមកដុំហាក់នៅគាត់ជួយមកប្រជាពលរដ្ឋហ្នឹងមកនិយាយរួមអប្សរាគឺមកផ្ទាល់ហ្មងហ្នឹងហើយក៏គាត់ថាំងសុំកុំឲ្យរើទៅពីព្រោះកន្លែងនេះកន្លែងទៅហ៊ានខាងគាត់ជំនឿនមុនទេហើយដីនេះគឺប្រជាពលរដ្ឋគេរស់នៅតាំងពីដើមមកទៅហ៊ានអីនៅពីដើមមកគេគេអត់មានលុយទៅគេលក់ឲ្យមកខ្ញុំហើយខ្ញុំក៏ជួយគាត់ទៅដើម្បីឲ្យគាត់នឹងបានលុយបានកាក់ទៅគាត់មើលជំងឺមើលអីខ្លះក៏គាត់នៅស្រុកឆ្ងាយក៏គាត់គេចែករបបឲ្យគាត់ណាចែករបបគាត់ទៅក៏គាត់ទៅនៅស្រុកឆ្ងាយគឺគាត់បំបែបវលឲ្យយើងទៅយកធ្វើចការដើម្បីចិញ្ចឹមអ្នកពលរដ្ឋនៅនេះសរុបសេចក្តីមកអញ្ចឹងលោកជំទាវចំពោះលបងដែលលោកជំទាវដាក់ថ្មីទាំងមួយជុំនេះបាទគឺនឹងគឺអត់មានច្បាប់ទេអញ្ចឹងហើយខ្ញុំបាទជាអាជ្ញាធរអប្សរានេះក៏សូមសំណូមពរអញ្ចឹងវិញថាឥឡូវឲ្យសូមឲ្យលោកជំទាវនឹងដកទុកដាក់នៅលបងដែលដាំថ្មីទាំងអស់សិនហើយសូមឲ្យលោកជំទាវនឹងដាក់ស្នើច្បាប់ទៅអាជ្ញាធរអប្សរាសិនបើសិនជាខាងផ្នែកច្បាប់គិតចុះមកពិនិត្យឃើញថាអាចអនុញ្ញាតឲ្យបានអញ្ចឹងលោកជំទាវអាចដាក់ឡើងវិញបានអញ្ចឹងណាតែបើសិនជាខាងជំនាញខាងច្បាប់គេចុះមកគេឃើញជាក់ស្ដែងថានឹងជាដីព្រៃឬជាដីវែងមួយដែលមិនអាចដាក់បានវាអាចប៉ះពាល់ដល់បុរាណដ្ឋានអីវែងមួយអញ្ចឹងណាអញ្ចឹងសូមឲ្យលោកជំទាវអត់អាចដាក់បានទេបាទឥឡូវខ្ញុំសុំសំណុំពរលោកមួយសិនណាលោកអញ្ជើញថ្នាក់ដឹកនាំលើថ្នាក់នេះដឹកនាំនៃអប្សរានោះមកមើលសិនណាបើលបងនឹងទៅធ្វើថ្មីណាលបងនឹងខ្ញុំជួសជុលទេបើខ្ញុំធ្វើថ្មីលោកឯងដកចោលណាតែមិនមើលថ្មីអីចុះមិនថ្មីដើម្បីបើគេជួសជុលវាមានថ្មីមានចាស់ដឹងនៅដូចយើងនេះរាល់ថ្ងៃក្មួយឯងពេញจะឆប់ឥឡូវចេះខ្ញុំសុំសួរមួយរយៈពេលជាង10ឆ្នាំសូម្បីតែផ្ទះកំពុកដែរណាសូម្បីតែថ្មីលោកហ្នឹងឃើញទេឡើង2 3ពណ៌ហ្នឹងណាក៏បាក់ដែរមែនទេត្រូវការដាក់ថ្មីហើយសុំច្បាប់ដែរហ៎នេះវាជារឿងនេះលោកជំទាវវាខុសហើយលោកឯងចាវាមិនមែនខុសគោលការណ៍ខ្ញុំឧទាហរណ៍ណាហើយឡៃតែសុំច្បាប់នោះច្បាប់វិជូកោចូលស៊ីស្វាយចូលស៊ីតំណាំចូលផលប្រយោជន៍មិនបាត់បង់ឥឡូវយើងគួរតែយើងអាប់អោនឲ្យគ្នាទៅវិញទៅមកយើងជាខ្មែរគ្នាយើងក៏លើកអនុគ្រោះគ្រាន់តែធ្វើលបងក៏រុះរើផងគេដែរវាអយុត្តិធម៌ចំណុចហ្នឹងណាដូចចាអូនបាននិយាយចឹងថានៅក្នុងតំបន់យើងធ្វើអ្វីមួយក៏ត្រូវសុំច្បាប់គេដូចឧទាហរណ៍ផ្ទះមិញដែលលោកជំទាវបាននិយាយមិញចឹងណាបើផ្ទះហ្នឹងពិតជាយូរមែនពិតអីមែនលោកជំទាវដាក់មើលនោះច្បាប់គេឲ្យយើងទៅជួយមិនមែនថាអាជ្ញាធរសារាមិនឲ្យសាំងសង់ទេបាទតែអាជ្ញាធរអប្សរាយើងតម្រូវឲ្យមុននឹងធ្វើអ្វីសុំច្បាប់សិនព្រោះយើងរស់នៅក្នុងតំបន់អង្គរយើងណាលោកស្រីបាទណានេះមិនមែននៅឆ្ងាយពីអង្គរចាឆ្ងាយជាង10គីឡូដីតំបន់នេះតំបន់2ទៅប៉ុន្តែខ្ញុំជាម្ចាស់ដីគឺជាម្ចាស់ចការគឺវគ្គមុនខ្ញុំសុំអស់ហើយឲ្យលោកឯងទៅបើកមើលវគ្គមុនណា10ឆ្នាំជាងមុន5ដល់10ឆ្នាំមុនលោកឯងបើកមើលទៅខ្ញុំសុំតាំងពីឯកឧត្តមជំនាន់មុនណាចាហើយលោកឯងមកជំនាន់ក្រោយលោកឯងធ្វើតាមច្បាប់ជំនាន់ក្រោយការលំបាកអញ្ចឹងណាសូមឲ្យលោកថែរក្សាច្បាប់មុនទៅឲ្យយុត្តិធម៌ក្នុងផ្លូវច្បាប់ឲ្យកូនចៅរះនៅស្រុកភូមិគេរស់នៅបានផងទៅក៏មកបដូរថ្មីមួយតឹងតិចថ្មីមួយតឹងតិចងើបអស់ហើយយើងជាខ្មែរគ្នាយើងណាដូចអូនឯងឃើញទេមីងឧទាហរណ៍មីងឧទាហរណ៍ក្មួយណែថ្មីក្មួយមែនណាពីក្មេងក្មួយឯងណែថ្មីស្អាតណាចាស់បន្តិចវាបាក់ហើយទៅរោជាងដាក់មួយហើយដូចគ្នាទៅដូចលបងហ្នឹងអញ្ចឹងហើយម៉ាក់ត្រូវដាក់ដែរហើយរឹមទៅធ្វើសុំច្បាប់ឲ្យកាលបានហើយច្បាប់លោកឯងម្ដងទៅ3ឆ្នាំ3ខែនោះងាប់ហើយទីឥឡូវខ្ញុំជម្រាបលាប៉ុន្តែចុងក្រោយគាត់ថាក្រុមការងារចុះមកឲ្យជំទាវរឺរបងដែលធ្វើថ្មីអត់ច្បាប់ពីអាជ្ញាធរសារាថាខ្ញុំអត់ធ្វើថ្មីទេជួសជុលយល់នៅខ្ញុំចូលទួលបំណិតឃើញថ្មីអូយចាំបាក់ហើយនិយាយថាដាក់ថ្មីឥឡូវថ្មីលោកឯងពុកហើយបើដាក់ហើយវាថ្មីហើយហើយឲ្យទៅដកចេញខ្ញុំអត់មានច្បាប់ហាមឃាត់ទេចុះឥឡូវលបងនឹងការសាងសង់គឺមានច្បាប់ហាមឃាត់ខ្ញុំយល់ប៉ុន្តែលោកឯងមើលអានេះឆ្ងាយពីអង្គរវត្តណា
សួរបទូបថយឲ្យវិជារះទៅ ឆ្ងាយប៉ុន្តែនៅ ចា ក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរសារាតំបន់ ខ្ញុំ 1 យល់ តំបន់ ហើយ 2 ហ្នឹងហើយប៉ុន្តែ វាឆ្ងាយពីប្រាសាទអង្គរប៉ុន្តែវាគៀបប្រាសាទបំទាសម្រែ អត់មានទេ វា ទី គៀប ស្រែ ភ្នំ ណា បូក ក្មួយអាទីស្រែនៅខាងនោះទេ បាទ នៅ អញ្ចឹងមិនថាវាបរិវេណ អូនៅណានៅ ប្រា ខាង សា ណា ទទាំងអស់ហ្នឹងឯង វា អញ្ចឹងខ្ញុំអត់មានអីនិយាយ អានេះ ច្រើន តំបន់2ទេឥឡូវបើកចេះបើក Google ក្មួយ ខ្ញុំ ទៅ មាន ណា ហើយខ្ញុំមាន ហ្នឹងហើយ Google នេះតំបន់2ទេ បាទ ណាហើយក៏ទៅហ៊ានគាត់រស់នៅ ហ្នឹងហើយ តាំងពីគាត់ការ ហ្នឹងហើយ ការលើកមុនក៏រោរឿងម្ដងហើយ ឥឡូវ ហើយ ខ្ញុំបញ្ចប់ត្រឹមហ្នឹងដោយជំរាបលោកជំទាវចុងក្រោយដោយឲ្យជំទាវអនុវត្តតាមលិខិតជូនដំណឹងឲ្យរុះរើទុកដាក់ដោយខ្លួនឯង ណា ខ្ញុំ ឥឡូវ អនុញ្ញាតឲ្យទុករយៈពេល3ថ្ងៃថ្ងៃនេះទៀតថ្ងៃនេះស្អែកខាងស្អែកបើដល់ថ្ងៃកំណត់បើជំទាវមិនអនុវត្តតាមអាហ្នឹងចំណាត់ការធានការរបស់ក្រុមការ ឥ ងារ ឡូវ គឺ បើសិនណា នឹងរើរហូត ហ្នឹងហើយអត់ ហើយ អីទេប៉ុន្តែបើលោកមានប្រសាសន៍ថាចង់រើ បាទ ណាលោកឯងចង់រើហើយលបងចាស់ចង់រើខ្ញុំសួរថា ថ្មី ខ្ញុំសួរឲ្យខ្ញុំប្រាប់ទៀតថាគឺជួសជុលថ្មីហ្នឹងហើយ ខ្ញុំបញ្ចប់ត្រឹមហ្នឹងខ្ញុំជម្ ហើ រា យ ប បើ លាជំ សិន ទាវ ណាជាលោកចង់រុះរើណាហ្នឹងហើយហើយ បាទ ហើយចាំខ្ញុំសុំសំណុំពរមួយណាខ្ញុំអត់ច្បាប់មែនប៉ុន្តែជំនាន់មុនខ្ញុំសុំច្បាប់រួចហើយ5ទៅ10ឆ្នាំមុនណាអានេះគាត់តែជួសជុលលបងប្រហែល100ហើយចង់រើផងខ្ញុំដែរគាត់មិនថាចង់រើគាត់ចង់បករឿងអត់អីទេគាត់ចង់រឿងគឺខ្ញុំ ឥឡូវ ច គាត់ ង់ ជម្រាបលាជំទាវចាឯង ចាហើយខ្ញុំក្រាបប្រាប់លោកហ្នឹងហើយបើសិនណាជា ឥឡូវចេះមិនបាច់រើរបស់គាត់ឥឡូវសូមឲ្យគាត់